លោកនេះជាទីមេត្រីសកម្មជនជ្រុលនិយមថៃលីមថងគុលគម្រាមប្រើកម្លាំងយោធានិងផ្ដាច់ការគួតគងមកខ្មែររឿងរ៉ាវកាន់តែក្តៅគគុកការទៀមទា6ចំណុចរបស់លោកលីមថងគុលគឺចង់លេបតបាក់ទឹកដីខ្មែរនិងគម្រាមធ្វើបាតកម្មទម្លាក់រដ្ឋាភិបាលថៃបើមិនធ្វើតាម6ចំណុចនេះសន្ធិលីមថងគុលសកម្មជនជ្រុលនិយមដល់ល្បីរបស់ថៃបានធ្វើស្ថានភាពព្រំដែនកម្ពុជាថៃកាន់តែក្តៅគគុកថែមទៀតដោយបានដឹកនាំការប្រមូលផ្ដុំជនជាតិថៃដើម្បីទាមទារយ៉ាងគំភ្លឺនៅរដ្ឋាភិបាលថៃកំណត់ការពារទឹកដីរបស់ខ្លួនឲ្យបានច្បាស់លាស់ហើយលោកសន្ធិក៏បានចោទប្រកាន់ទាំងបំពេញថាកន្លងមកប្រទេសកម្ពុជាបានទន្ទ្រានចូលទឹកដីខ្មែររហូតដល់ទៅ470ដងដែលជាការចោទប្រកាន់គ្មានមូលដ្ឋាននិងបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរហើយចំណុចទី1រហូតដល់ចំណុចទី6យើងត្រូវទៅដឹងបងប្អូនទី1មានទទួលស្គាល់តុលាការអន្តរជាតិហៅថា ICJ ហើយជាការបដិសេធចំពោះច្បាប់អន្តរជាតិនិងសេចក្តីសម្រេចរបស់តុលាការពិភពលោកទី2លបចោល MOU ឆ្នាំ2000មានន័យថាការព្រមព្រៀងយោគយល់គ្នាស្តីពីព្រំដែនជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសទាំងពីរនោះគឺខាងថៃគេព្រមលបចោលហើយចំណុចទី3កែប្រែពាក្យតំបន់សទៅជាតំបន់ដីថៃជាចេតនាលេបតបាក់ទឹកដីកម្ពុជាដោយផ្ទាល់ហើយចំណុចទី4ក៏ការប្រាប់អន្តរជាតិថាប្រាសាទទាំង3គឺមានប្រាសាទគិរីក្បាលជញ្ជាំងប្រាសាទតាមិននិងប្រាសាទតាគីនៅតំបន់មុំ3ជារបស់ថៃអះអាងដោយគ្មានការពិតនិងជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើបូរណភាពទឹកដីខ្មែរចំណុចទី5ចាត់វិធានការផ្ដាច់ភ្លើងអ៊ីនធឺណិតទំនិញប្រេងសាំងចូលមកកម្ពុជាជាការគំរាមកំហែងដល់ជីវភាពប្រជាជនកម្ពុជានិងសេដ្ឋកិច្ចជាតិទាំងស្រុងចំណុចទី6ប្រសិនបើការទាមទារខាងលើមិនទទួលបានផលទៀតត្រូវប្រើកម្លាំងទ័ពជាការគំរាមកំហែងប្រើប្រាស់អំពើហិង្សាយោធាដែលអាចអូសទាញតំបន់ឲ្យធ្លាក់នៅក្នុងសង្គ្រាមតែម្ដង